Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាទៅជាមួយនឹងរឿងគុជអមតៈធានីនៅភាគទី134បន្តទៀតថ្ងៃនេះដែររៀងជប់ច្រឹបបន្តិចហើយដោយសារតែបញ្ហាអ៊ីនធឺណិតវា slow ខ្លាំងពេកព្រោះតែខ្ញុំប្រើប្រាស់នៅ SIM ទូរស័ព្ទតម្រាំតែ down រឿងរួចហ្នឹងគឺ2ម៉ោងឯណោះជួបមកដល់ពេលនេះដែរវងលឿនក៏បានដេញនៅប្រជាជននឹងមកកាន់បាក់របស់ខ្លួនកញ្ចាស់សុនក៏បានប្រតិកម្មវងលឿនទីថាថ្ងៃនេះដែរឯងនឹងសោកស្ដាយនៅអ្វីដែលឯងហ៊ានធ្វើមកលើយើងសម្លេងរបស់ប្រជាជន3រូបទៀតក៏បានបង្ហាញខ្លួនក៏និយាយថាអាឡោតឯងពិតជាថ្លោមធំពិតមែនហ៊ានធ្វើឲ្យប្រជានៃបាក់សុនរបស់យើងរងរបួសយ៉ាងធ្ងន់ម្នាក់ដែលចំកណ្ដាលគឺជាប្រជាសុនហឹងអមជាមួយនឹងប្រជានៃបាក់សុនពីររូបទៀតក៏បានបញ្ជាឲ្យវងលីនឹងលុតជង្គង់ទទួលនៅទុកកំហុសរបស់ខ្លួនគាត់នឹងលើកលែងឲ្យបើមិនដូច្នេះគាត់នឹងយកជីវិតរបស់វងលីនលើកមករៀមដៃបន្តិចបញ្ចេញនៅថ្មជាច្រើនដុំពីលើអាកាសវងលីនមិនទាន់មានប្រតិកម្មនៅឡើយនោះទេគាត់ក៏បានតទៅវិញជាថាគឺគាត់មកនេះព្រឹត្តិការណ៍ទិញលក់ជាមួយនឹងប្រជាសុននឹងដែលគាត់បានទិញនៅដាវហោះរួមជាមួយនឹងកញ្ចក់សម្រិតរបស់គាត់ដែលពួកគេបានដោះដូរគ្នាបើមិនជឿឆែកនៅក្នុងស្បោងលុយរបស់ប្រជាសុននឹងទៅនោះគឺជាភ័ស្តុតាងដូចនៅអ្វីដែលខ្ញុំបាននិយាយមិនខាននោះទេសុននឹងក៏ងាកមុខចេញវាចាប់ផ្ដើមមានការប៉ັດភ័យជាខ្លាំងវ៉ាលីនក៏បានបញ្ជាក់ទៀតថាតានេះលោភលន់ខ្លាំងណាស់វាចង់សម្លាប់ខ្ញុំដើម្បីដណ្ដើមនៅវត្ថុទិព្វរបស់ខ្ញុំផ្សេងទៀតពួកគេក៏បានមើលមកប្រជាសុននឹងគ្រប់គ្នាតែវ៉ាលីនក៏បានវាបកវិញថែមទាំងបានដេញមកដល់ទីនេះថែមទៀតតែយ៉ាងណាក៏ដោយប្រជាសុនហឹងហាក់បីដូចជានៅតែមានកូនចិត្តចង់ការពារនៅសមាជិករបស់ខ្លួនអញ្ចឹងពួកគេត្រូវទៅចាប់វ៉ាងលិនជាមុនក៏ហៅនៅប្រជាដតៃទៀតដើម្បីសម្រេចនៅខុសត្រូវពួកគេក៏បានបញ្ចេញនៅក្បួនជាច្រើនលេចចេញនៅចង្វាក់ជាច្រើនខ្សែវ៉ាងលិនមើលមួយសន្ទុះគ្រូវីនៅម្រាមដៃលាដៃទៅខាងមុខក្តាប់បន្តិចបំបីនៅក្បួននោះចោលភ្លាមតែម្ដងធ្វើឲ្យប្រជាទាំង3រងរបួសយ៉ាងធ្ងន់វ៉ាងលិនមិនចង់ពាក់ព័ន្ធជាមួយនឹងបកសុនរបស់ពួកគេនោះទេគាត់លើកដៃបន្តិចបង្កើតទុយស្បៀតយ៉ាងខ្លាំងសង្កត់មនុស្សនៃបកទាំងមូលធ្វើឲ្យប្រជាសុនហឹងហាក់បីដូចជាមានការភ្ញាក់ផ្អើលជាខ្លាំងគិតថាការហ្វឹកហាត់របស់អាឡឹមម្នាក់នេះមិនទៀបនោះទេខណៈពេលនោះក៏ឈីមីងក៏បានបង្ហាញខ្លួនក៏សុំការអភ័យទោសពីវ៉ាងលិនផងដែរវ៉ាងលិនក៏បានឃើញសញ្ញាមួយនៅលើថ្ងាសរបស់វាច្បងឈីមីងគឺគោរពវ៉ាងលិនខ្លាំងមែនទែនហើយក៏មានបំណងចង់ប្រឆាំងជាមួយនឹងវ៉ាងលិននោះដែរតាមពិតប្រជាឈីហ្វឹងគឺគាត់ទទួលបញ្ជាពីបុព្វបុរសនៃបកសុនរបស់ខ្លួនក៏សូមឲ្យវ៉ាងលិននឹងលើកលែងឲ្យសមាជិករបស់ខ្លួនផងតែវ៉ាងលិនសូមធ្វើការដកជាមួយនឹងគុជអមតៈសមុទ្រចំនួន200,000ទើបគាត់យល់ព្រមឈីមីងក៏បានយល់ព្រមក្នុងពេលនោះតែម្ដងក៏ប៉ុន្តែដោយសារតែបរិមាណនៃការស្នើសុំរបស់វ៉ាងលិនច្រើនខ្លាំងពេកពេលនេះពួកគេមិនទាន់មាននៅលុយគ្រប់នោះទេបីថ្ងៃក្រោយគាត់នឹងយកទៅឲ្យវ៉ាងលិនដោយផ្ទាល់វ៉ាងលិនចាប់ដើមគិតនឹងចិត្តថាហេតុអីក៏វាយល់ព្រមដោយមិនមានការស្ទាក់ស្ទើរអញ្ចឹងហើយវាក៏ជាមនុស្សរបស់បុព្វបុរសនៃបកសុនតិចលោវាមានផែនការផ្សេងវ៉ាងលិនក៏បានចាក់ចេញទៅប្រជាទាំង3ក៏បានចូលមកសួរនាំលក្ខណៈថាចង់ជំទាស់តែជាមិនក៏តទៅវិញទីថានេះគឺជាបញ្ជារបស់បុព្វបុរសយ៉ាងណាក៏ដោយពួកគេមិនអាចប្រឆាំងបាននោះទេហើយកុំឲ្យនៅព័ត៌មានដែលកើតឡើងថ្ងៃនេះផ្សព្វផ្សាយទៅខាងក្រៅឲ្យសោះហើយកុំឲ្យនរណាទៅរំខាននៅបរោះអបាញ់មិញនេះកុំបង្កបញ្ហាតទៅទៀតក៏បានកលិតកាន់សុននឹងធ្វើវាការតែមានការប៉ັດភ័យព្រោះថាបុព្វបុរសនឹងដាក់ទោសវាព្រោះតែកំហុសដ៏ធ្ងន់មួយនេះវ៉ាលីនក៏បានត្រឡប់មកកាន់កន្លែងហ្វឹកហាត់វិញពេលនេះដែរគាត់មាននៅគុជអមតៈសមុទ្រចំនួន10,000ក៏ប៉ុន្តែគាត់ត្រូវការស្វែងរកបន្ថែមទៀតឲ្យកាន់តែលឿនបំផុតដើម្បីបំបាយទៅកាន់ដំណាក់កាលទី2សុនហ្វឹងដែលជាអ្នកការពារនៅទីនោះក៏បានប្រាប់ទៅកាន់វ៉ាងលិនទីថាបើសិនជាឯងហ៊ានបង្កបញ្ហាទៀតនោះតែវ៉ាងលិនលើកនេះដូចជាមិនសូវសប្បាយចិត្តទៅសោះតែម្នាក់ស្រីនោះបែរជានិយាយអំពីតម្លៃនៃការហ្វឹកហាត់ទៅវិញវ៉ាងលិនក៏ធ្វើជាសួរអញ្ចឹងសូមជួយណែនាំផងនេះក៏បាននិយាយត្រង់ទៅវ៉ាងលិននេះគឺខ្វះសមត្ថភាពនៃការហ្វឹកហាត់នេះក៏ចាប់ផ្ដើមនិយាយយ៉ាងហោហែបែរជាធ្វើឲ្យទូកូចាប់អារម្មណ៍ជាខ្លាំងហើយនេះក៏ជាលើកដំបូងដែរគាត់នឹងចងចាំនៅព្រឹត្តិការណ៍នេះដែលមានមនុស្សស្រីម្នាក់ណែនាំវ៉ាងលិនតែវ៉ាងលិនក៏ធ្វើជាសម្ដែងក៏តទៅវិញទីថាគាត់មិនមានចេតនាមើលស្រាលរៀមច្បងនោះទេនេះនៅតែបន្តនិយាយតាក់ទងទៅនឹងការហ្វឹកហាត់នៅក្នុងពិភពមួយនេះហើយចាប់ពីពេលនេះតទៅបើសិនជាវ៉ាងលិនមានសំណួរតាក់ទងទៅនឹងការហ្វឹកហាត់គឺអាចចេញមកសួរនាងបាននាងនឹងបើកចិត្តតែត្រូវចងចាំថាឯងកុំលួចខ្ជិលអីសោះហើយក៏បានឲ្យវ៉ាងលិននេះចូលទៅក្នុងទូកូក៏ចាប់ផ្ដើមសើចព្រោះថាអស់សំណើចខ្លាំងមែនទែននៅមកបដៅវ៉ាងលិនអីណាចូលទៅដល់ក្នុងបន្ទប់ភ្លាមវ៉ាងលិនក៏បានបញ្ចេញនៅគុជអមតៈសមុទ្រចំនួន10,000នៅខ្លួនមានចាប់ផ្ដើមបំបែកវាម្ដងមួយអញ្ចឹងខ្ញុំសូមអធិស្ឋានផងថ្ងៃនេះសម្រាប់មិនសូវជាល្អប្រហែលនោះទេណាមួយក៏វាជប់ជ្រៅពេកហើយខ្លាចរំខានអ្នកចិត្តខាងផងដែរជាពេល3ថ្ងៃកន្លងផុតទៅវ៉ាងលិនក៏បានចម្រាញ់វាចូលទៅក្នុងរាងកាយដើម្បីជំរុញដល់ការហ្វឹកហាត់ក៏ប៉ុន្តែយ៉ាងណាក៏ដោយ
គុជអមតៈទាំងអស់នេះនៅតែមិនទាន់គ្រប់គ្រាន់ទោះបីជាគាត់ទទួលបាននៅពីសែនពីវ៉ាក់សុនទៀតក៏គាត់នៅតែមិនអាចឡើងទៅកាន់ដំណាក់កាលទី2នោះដែរដូច្នេះវ៉ាងលៀនគិតថាតម្រូវការនៃគុជអមតៈសមុទ្ររបស់គាត់អាចជាច្រើនខ្លាំងណាស់តែមិនទាន់ដឹងថាប្រមាណនៅពិតប្រាកដនោះទេតែយ៉ាងណាក៏ដោយវ៉ាងលៀននឹងត្រូវការនៅរបស់ផ្សេងទៀតដើម្បីមួយជំនួយព្រោះថាគាត់មិនអាចពឹងទៅលើគុជអមតៈសមុទ្រទាំងអស់នោះទេគណៈពេលនោះក៏ឈីមីងក៏បានមកដល់ល្មមវ៉ាងលៀនក៏បានបើកទ្វារឈីមីងក៏បានបកគលនៅគុជអមតៈសមុទ្រចំនួន2សែនទៅឲ្យវ៉ាងលៀនដើម្បីធ្វើតាមការសន្យាក៏ឲ្យវ៉ាងលៀនចាប់ផ្ដើមរាប់គាត់ថាមិនចាំបាច់នោះទេឯងអាចត្រឡប់ទៅវិញបានឈីមីងចង់ស្គាល់ឈ្មោះរបស់វ៉ាងលៀនជាខ្លាំងគាត់ថាឈ្មោះស៊ូម៉ូអញ្ចឹងទៅឈីលៀនក៏បានប្រាប់ទៅថា7ថ្ងៃក្រោយសំណាក់ទ្រាំនៅក្នុងទីក្រុងនឹងមានការដេញថ្លៃមួយក្នុងនោះគឺមានរបស់ដែលមានតម្លៃមួយគឺជាគ្រាប់ថ្នាំទេពថ្នាក់ទី8វ៉ាងលៀនចាប់អារម្មណ៍ជាខ្លាំងបន្ទាប់មកក៏បានកុលនៅផ្លាកបញ្ជីអញ្ជើញមួយទៅឲ្យវ៉ាងលៀនដើម្បីចូលរួមវ៉ាងលៀនក៏បានសម្លឹងមើលមុខវាបន្តិចខ្ញុំមានអារម្មណ៍ថាតួឯងរបស់យើងដូចជាកាចសាហាវខ្លាំងពេកហើយគ្រាន់តែទឹកមុខក៏ធ្វើឲ្យអ្នកដទៃផិតភ័យនោះដែរដែលតាមពិតទៅគឺស៊ុនស៊ីដែលជាបុព្វបុរសនៃប៉ាក់សុនតែមើលទៅក្មេងគួរសមដែលគាត់បានប្រាប់ទៅកាន់ឈីមីងទីថាឯងត្រូវលាតត្រដាងនៅព័ត៌មានតាក់ទងទៅនឹងគ្រាប់ថ្នាំទី8ទៅកាន់វ៉ាងលៀននេះគ្រាន់តែជាតេស្តមួយនេះគឺជាគ្រាប់ថ្នាំដែលមានតម្លៃសម្រាប់អ្នកហ្វឹកហាត់ដែលឈានទៅដល់ដំណាក់កាលដូចជាវ៉ាងលៀនអញ្ចឹងខ្ញុំសូមហៅកម្រិតនៃការហ្វឹកហាត់នេះជាភាសាចិនគឺវ៉ាន់ឌីងតែវ៉ាងលៀនដូចជាស្ថិតនៅក្នុងដំណាក់កាលទី1តែប៉ុណ្ណោះគេហៅថាដំណាក់កាលដំបូងអញ្ចឹងពួកគេនឹងប្រើប្រាស់នៅការដេញថ្លៃនេះដើម្បីអូសទាញវ៉ាងលៀនអញ្ចឹងទៅឈីមក៏បានសូមបញ្ជាក់ជប់បើសិនជាពួកយើងមិនអាចយករបស់នេះធ្វើជំនួយបានស៊ុនស៊ីក៏បញ្ជាក់ទៀតថាបើសិនជាការហ្វឹកហាត់របស់វ៉ាងលៀននោះឈានទៅដល់ដំណាក់កាលចុងក្រោយគឺគាត់មិនទទួលយកនោះទេតែបើការហ្វឹកហាត់របស់គាត់គឺមិនទាន់ដល់ដំណាក់កាលចុងក្រោយគាត់ប្រកាសជាទទួលយកនឹងការអញ្ជើញនោះជាមិនខានឈីមីងចាប់ផ្ដើមផិតភ័យខ្លាចតែវ៉ាងលៀនមិនហ៊ានទទួលយកពេលនោះគាត់អាចជាជួបគ្រោះថ្នាក់វ៉ាងលៀនក៏បានដើររំរងទៅរកឈីមីងយឺតវាកាន់តែមានការផិតភ័យខ្លាំងឡើងវ៉ាងលៀនក៏ឲ្យវាបកគលនៅផ្លាកបញ្ជីនោះមកគាត់ក៏ទទួលយកនឹងការអញ្ជើញនេះធ្វើគាត់នឹងភ្ជាប់ឲ្យជាខ្លាំងក៏ប៉ុន្តែក៏បានដាស់តឿនទៅកាន់ឈីមីងកុំឲ្យធ្វើបែបនេះជាលើកទី2ឯសោះតែពិតទៅការធ្វើបែបនេះគឺស្មើទៅនឹងមើលស្រាលវ៉ាងលៀនក៏បានមកជួបជាមួយនឹងសុនតៃវ៉ាងលៀនក៏បានប្រាប់នៅការសម្ងាត់ដែលពេលបរោះនៃគ្រូសាសុនបានអញ្ជើញគាត់ទៅកាន់សំណាក់ទ្រព្យដើម្បីដេញថ្លៃតែគាត់គិតថានេះគឺជាអន្ទាក់ក៏បានបង្ហាញនៅផ្លាកបញ្ជីនោះអញ្ចឹងមានតែសុនតៃតែប៉ុណ្ណោះទើបដឹងរឿងរ៉ាវទាំងអស់នេះរំលឹកទៅកាន់4ឆ្នាំមុននៅឯដែនដីផ្កាយគឺនៅក្បែរផ្កាយរ៉ាន់ជីនរបស់ពួកគេនឹងឯងបុព្វបុរសនៃប៉ាក់សុនឈ្មោះថាសុនស៊ីដែលជាងឃើញអំបញ្ញមិញនេះដែលការហ្វឹកហាត់គឺឈានទៅដល់កម្រិតវ៉ាន់ឌីងទាំងអស់រួមជាមួយនឹងព្រះចាពីររូបទៀតនៃគ្រូសាចៅហើយនិងគ្រូសារ៉ាន់គ្រូសាចៅឈ្មោះថាចៅឈុនវិនគឺជាបុព្វបុរសនៃគ្រូសារ៉ាន់គ្រូសាចៅជាស្រ័យហើយនិងព្រះចាម្នាក់ទៀតមកពីគ្រូសារ៉ាន់មានឈ្មោះថារ៉ាន់ស៊ូហ្វុងការហ្វឹកហាត់ពួកគេគឺប្រហែលគ្នាក៏បានលួចវិឆ្មក់ទៅលើអ្នកហ្វឹកហាត់ម្នាក់ដែលបានហោះមកកាន់ទីនេះបន្ទាប់ពីសម្លាប់អ្នកហ្វឹកហាត់នោះចោលពួកគេទទួលបាននៅគ្រាប់ថ្នាំពាក់កណ្ដាលទីទេពថ្នាក់ទី8 5គ្រាប់ហើយក៏បានចែកគ្នាតែក្រោយមកពួកគេក៏បានរកឃើញនៅផ្លាកបញ្ជានៅក្នុងសបោងនោះដែលពួកគេមកពីផ្កាយឈៀនហ៊ុនដែលតាមពិតទៅផ្លាកបញ្ជានេះគឺជារបស់ប៉ាក់ហ៊ុនវ៉ាងលៀនមានការព្រួយអល់ជាខ្លាំងប៉ាក់ហ៊ុនគឺជាប៉ាក់មួយដែលស្ថិតនៅឯផ្កាយធំដែលដីខាងជើងគឺផ្កាយឈៀនហ៊ុនហើយតែណាទៅដឹងអំពីផែនការនៃប៉ាក់ហ៊ុនទៅដែលពួកវាខូខើប៉ុណ្ណានោះណាមួយសមាជិកនៃប៉ាក់របស់ខ្លួនត្រូវបានសម្លាប់អញ្ចឹងអ្នកដែលពាក់ព័ន្ធជាមួយនឹងរឿងនេះពួកគេមិនលើកលែងឲ្យនោះទេអ្នកណាក៏ដោយឲ្យតែមានការពាក់ព័ន្ធជាមួយនឹងរបស់នៃមនុស្សស្លាប់នៃប៉ាក់ហ៊ុននោះពួកគេត្រូវតែសម្លាប់ចោលទាំងអស់ដរាបណាទទួលបានរបស់នោះមកវិញនិយាយយ៉ាងខ្លីថាអ្នកដែលប៉ះពាល់នៅរបស់នោះនឹងមិនមានជីវិតនោះទេអញ្ចឹងហេតុការណ៍ពី4ឆ្នាំមុនដែលធ្វើឲ្យបុព្វបុរសនៃប៉ាក់ទាំង3រស់នៅដោយមានភាពភ័យខ្លាចព្រោះថាសមាជិកនៃប៉ាក់របស់ពួកគេម្នាក់ៗនឹងត្រូវបានសម្លាប់ជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃពួកគេមិនមានដំណោះស្រាយនោះទេវ៉ាងលៀនក៏ដឹងទៀតថាមានន័យថាផ្លាកបញ្ជីនៃការអញ្ជើញមួយនេះគ្រាន់តែជំនួយដើម្បីបញ្ឆោតគាត់ដើម្បីទៅប្រជុំមុខជាមួយនឹងប៉ាក់ហ៊ុនតែយ៉ាងណាក៏ដោយក៏សន្តិគិតថាវិធីនេះគឺគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់វ៉ាងលៀនគាត់ហៅវ៉ាងលៀនថានាវហ្វឹងនាវជាស្រ័យអញ្ចឹងបើសិនជាប៉ាក់ហ៊ុនស៊ើបការដឹងវ៉ាងលៀនក៏មិនអាចរួចខ្លួននោះដែរបន្ទាប់ពីទទួលបានព័ត៌មាននេះហើយវ៉ាងលៀនក៏បានចាក់ចេញទៅសន្តិក៏បានដាស់តឿនវ៉ាងលៀនកុំទៅពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់នោះអីវ៉ាងលៀនបែរជាអរគុណតែវ៉ាងលៀនក៏បានសម្រេចចិត្តហើយអ្វីដែលគាត់ចង់បាននេះគឺគាត់ត្រូវតែបំបីទៅកាន់កម្រិតទី2ឲ្យបានគាត់ក៏មិនមានវិធីផ្សេងនោះដែរទ
ទោះបីជាវាជាអន្ទាក់ដ៏គ្រោះថ្នាក់ក៏គាត់ត្រូវតែដើរចូលសន្តែបានត្រឹមតែដកដង្ហើមធំតែប៉ុណ្ណោះយើងក៏លេចមកមើលបាក់ហ៊ូនវិញម្ដងនេះគឺជាបុព្វបុរសនៃបាក់ហ៊ូនដែលពួកគេមិនដែលបំភ្លេចហេតុការណ៍ដែលបានកើតឡើងកាលពី4ឆ្នាំមុននោះទេគ្រាន់តែសមាជិករបស់ខ្លួនម្នាក់ស្លាប់នឹងគឺវាចង់សងសឹកសម្រាប់ផ្ដាច់ពូជតែម្ដងហើយក៏ឲ្យសមាជិករបស់ខ្លួនស្វែងរកនៅផ្លាកបញ្ជីហើយនឹងក្របថ្នាំទាំង5គ្រាប់នោះត្រឡប់មកវិញតែកូនចៅរបស់គាត់គិតថារឿងនេះមិនទាន់ដោះស្រាយនោះទេក៏ប៉ុន្តែពួកគេតែបន្តនៅភារកិច្ចរបស់ខ្លួនស្វែងរកវាឲ្យឃើញហើយក៏បានសួរអំពីច្បល់របស់បុព្វបុរសរបស់ខ្លួនផងដែរបញ្ជីរបស់គាត់គឺដដែលអ្នកដែលពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់នេះរិចជីកឬគឺជាចង្គល់សម្រាប់ចោលទាំងបាក់តែម្ដងអញ្ចឹងគាត់គិតថាអ្នកផ្សេងមើលទៅដូចជាគ្មានសមត្ថភាពនោះទេក៏បានបកគលនៅកិច្ចការនេះទៅឲ្យហ៊ុនមីគឺធ្វើវាភ្ជាប់ឲ្យជាខ្លាំងទាំងដែលហ៊ុនមីមិនមែនជាសាច់ឈាមបង្កើតនៃបាក់របស់ខ្លួននោះទេគឺជាអ្នកក្រៅសុទ្ធគាត់គិតថានេះគឺជាការដែលឲ្យហ៊ុនមីបង្កើតនៅដែនតំបន់នៃបាក់របស់ខ្លួនទៅលើផ្កាយដតីទៀតអញ្ចឹងវាគ្មានអ្វីជំទាស់នោះទេហើយក៏បានចាក់ចេញទៅតាមបណ្ដាវាក៏គិតក្នុងចិត្តដោយភាពចំណានជាមួយនឹងហ៊ុនមីតែពេលរបស់ខ្លួននឹងធ្លាប់នាំហ៊ុនមីទៅខាងក្រៅម្ដងតែទៅបានប្រកាសឲ្យអ្នកខាងក្រៅដឹងទៀតថាហ៊ុនមីជាសិស្សផ្ទាល់ខ្លួនរបស់គាត់ហើយគាត់បែរជាលះបង់នឹងការប្រកាសរបស់ខ្លួនទៅឲ្យហ៊ុនមីថែមទៀតតែគាត់ប្រើប្រាស់នៅវិជាកូនបដូរឈាមដោយផ្ទេរនឹងការប្រកាសរបស់គាត់ទៅកាន់ហ៊ុនមីទាំងអស់អញ្ចឹងច្បាស់ណាស់គឺគាត់បានសម្រេចចិត្តហើយគាត់អាចជាផ្ទេរនៅបកហ៊ុននេះទៅឲ្យហ៊ុនមីនៅថ្ងៃអនាគតយើងក៏លេចមកមើលហ៊ុនមីនៅក្នុងសំណាក់របស់នាងបាក់ហ៊ុនដូចជាគេប្រែថាបំភ័ណ្ឌនាងក៏ទទួលបញ្ជាពីវិវេបរោក៏បានហៅហ៊ុនដងមកជួបការប្រកាសរបស់ហ៊ុនដងគឺខ្ពស់ជាងវ៉ាងលីនទៅទៀតដូចជាឈានទៅដល់ដំណាក់កាលកម្រិតវើនឌីងដំណាក់កាលពាក់កណ្ដាលអញ្ចឹងហ៊ុនមីពេញចិត្តនឹងហ៊ុនដងជាខ្លាំងពេលសកម្មមួយនេះគឺនឹងបកគលទៅឲ្យហ៊ុនដងជាអ្នកចាត់ចែងជាងណាក៏ដោយក៏ធ្វើនាងខកបំណងឲ្យសោះវារីករាយជាខ្លាំងដែលទទួលនៅបញ្ជាពេលសកម្មដ៏ធំមួយនេះពីម្ចាស់ស្រីរបស់ខ្លួនហើយវាសន្យាថានឹងមិនធ្វើឲ្យនាងបាក់មុខនោះទេនេះក៏បានសម្លឹងមើលដោយរីស្នេហ៍ដាក់ហ៊ុនដងមិនទេដែលបណ្ដានឹងគិតក្នុងចិត្តដោយភាពរីករាយនឹងថងអីវ៉ាន់របស់នេះដូចជាមានអ្វីមួយចឹងកំពុងតែរង្គោះរង្គើយ៉ាងខ្លាំងនេះគឺជាសមុទ្រកង្កើននៃផ្កាយសិនជីនប្រជាម្នាក់នឹងក៏បានបង្ហាញខ្លួនតែគាត់គិតថាវ៉ាងលីនអាចជាដឹងអំពីផែនការរបស់ខ្លួនហើយខណៈពេលដែលបុព្វបុរសនៃបាក់មួយទៀតក៏បានមកដល់ដូចគ្នាហើយពួកគេគិតថាអ្វីដែលស៊ូម៉ូគឺសម្ដៅទៅលើវ៉ាងលីនត្រូវការនោះគឺជាក្របថ្នាំថ្នាក់ទី8អ្នកខ្លះគិតថាបើសិនជាវ៉ាងលីនត្រូវការនៅក្របថ្នាំថ្នាក់ទី8មានន័យថាការប្រកាសរបស់វាគឺខ្សោយខ្លាំងណាស់ដូច្នេះគឺអត់ប្រយោជន៍នោះទេនៅពេលដែលបាក់ហ៊ុនមកដល់ក៏មិនអាចជួយយើងបាននោះដែរអញ្ចឹងទៅសុនស៊ីគិតថាមានតែសាកល្បងគាត់តែប៉ុណ្ណោះមានន័យថាសាកល្បងអំពីកម្លាំងរបស់វ៉ាងលីនសុនស៊ីក៏បានមកដល់នៅសំណាក់របស់ខ្លួនក្នុងពេលនោះគឺធ្វើឲ្យសុនហ្វឹងដែលការពីទីនោះមានការផ្ញើជាខ្លាំងវ៉ាងលីនក៏ដឹងថាមានមនុស្សមករកខ្លួនក៏បានជិះមើលក្រៅដូចគ្នាមានឈ្មោះជាបុព្វបុរសដែរនៅតែមិនទាន់មានស្បែកជើងពាក់នៅឡើយគាត់ជន់អាកាសបន្តិចបង្កើតទៅជារលកទឹកជាខ្លាំងចំពោះទៅរកវ៉ាងលីនគាត់ប្រើប្រាស់នៅខែការពីមួយកំទេចនៅទឹកនោះបានទៅជោគជ័យសុនហ្វឹងបានជាចូលទៅរារាំងនៅបុព្វបុរសរបស់ខ្លួនកុំឲ្យបង្កបញ្ហាចំពោះវ៉ាងលីនឯសោះអញ្ចឹងអ្នកដែលស្ថិតនៅក្នុងសំណាក់ទាំងអស់នេះគឺស្ថិតនៅក្រោមការការពារពីនាងទោះជាយ៉ាងណាក៏ដោយមិនអាចឲ្យគាត់ប៉ះពាល់នៅអ្នកនៅទីនេះនោះទេគឺនាងត្រូវតែធានាសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាវ៉ាងលីនក៏និយាយថានាងមិនមែនជាដៃគូរបស់វានោះទេនេះក៏តទៅវិញថាកុំបារម្ភអីនេះក៏បានលើកនៅផ្លាកបញ្ជាដែលតំណាងឲ្យអ្នកការពារនៅទីនេះក៏បានសួរឈ្មោះនាងផងដែរនាងក៏ពេញចិត្តជាខ្លាំងជាមួយនឹងទំនួលខុសត្រូវដ៏ខ្ពស់របស់នាងតែក៏បញ្ជាឲ្យនាងឈរទៅមកខាងតែយ៉ាងណាក៏ដោយនាងក៏តទៅវិញថានាងនៅទីនេះនាងទេតែការពារព្រោះថានេះគឺជាទូនទីរបស់នាងព្រោះតែនិយាយមិនស្ដាប់គាត់ក៏បានបង្កើតជាសម្ពាធគ្រប់គ្រងនៅស្មារតីរបស់នាងជន់បំបែកនៅរនាងការពារនោះភ្លាមវ៉ាងលីនក៏បានហក់ចេញមកខាងក្រៅគាត់ក៏បានទាញវ៉ាងលីនចាក់ចេញទៅកាន់កន្លែងមួយផ្សេងទៀតសុនហ្វឹងបានតែខកចិត្តតែប៉ុណ្ណោះតែមិនអាចការពារមនុស្សរបស់ខ្លួនបានសុនស៊ីប្រើប្រាស់នៅវីតាមីនបញ្ចេញនៅពោះទឹកជាច្រើនវ៉ាងលីនហោះទៅកមុខបន្តិចកំទេចវាដោយដៃរបស់គាត់ទាំងពីរសុនស៊ីបង្ខំចិត្តបង្កើតទៅជារលកនៃទឹកយ៉ាងខ្លាំងប្រមូលផ្ដុំគ្នាទៅជាព្យុះទឹកចំណែកវ៉ាងលីនក៏បានប្រមូលផ្ដុំនៃព្យុះរន្ទះបញ្ជាទៅខាងមុខប៉ះគ្នាធ្វើឲ្យរំជួយបញ្ញាការបើទៅពួកគេដូចជាឈរនៅក្នុងដែនដីផ្កាយមួយទៀតអញ្ចឹងវ៉ាងលីនក៏បានបញ្ជានៅនេតរន្ទះរបស់គាត់ជុលបំបែកនៅព្យុះទឹកនោះដែលធ្វើឲ្យសុនស៊ីរំកិលជើងទៅក្រោយពីព្យុះអោជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់វ៉ាងលីនអញ្ចឹងវាដឹងអំពីកម្លាំងរបស់វ៉ាងលីនហើយក៏បានបញ្ឈប់នៅការប្រយុទ្ធដោយតែម្ដងវាក៏បាននិយាយអំពីគោលបំណងរបស់ខ្លួនត្រង់តែម្ដងក្នុងចិត្តរបស់វាគិតថាវ៉ាងលីនប្រកាសជាអាចជួយខ្លួនអាចទប់ទល់ជាមួយនឹងបាក់ហ៊ុនបានការពារនៅផ្កាយរ៉ាន់ជីនហើយចេតនារបស់វាគឺមិនអាក្រក់នោះទេហើយក៏មិនឆង់ប្រឆាំងជាមួយនឹងវ៉ាងលីននោះដែរវាចងចាំថានៅថ្ងៃនោះគឺវ៉ាងលីនធ្លាប់ជួយនៃសមាជិកនៃបាក់របស់ខ្លួននៅឯលំហខាងក្រៅ
នៃដែនដីផ្កាយគាត់ក៏បានបកគលនៅអំណោយតិចតួចទៅកាន់វ៉ាងលិនពួកគេក៏ចាក់ចេញមកកាន់កក្រៅវិញហើយគាត់ក៏បានអញ្ជើញនៅវ៉ាងលិនទៅកាន់សំណាក់ដេញថ្លៃអាជីពមានរបស់ល្អដែលវ៉ាងលិនកំពុងតែស្វែងរកវ៉ាងលិនអននិយាយច្រើនទៅក៏បានទៅមុនគេតែឯងតែម្ដងឈីមីងក៏បានអនក្បាត់ទៅការគោរពទៅកាន់បុព្វបុរសរបស់ខ្លួនហើយនឹងវ៉ាងលិនផងដែរចំណែកសុនតែក៏ឈរនៅទីនោះដែរគាត់ព្យាបាលខ្លាំងមែនទែនវ៉ាងលិននៅតែពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់នេះទោះបីជាគាត់ដាស់តឿនក៏មិនអាចហាមឃាត់វ៉ាងលិននោះដែរសមាជិកម្នាក់មានការព្យាបាលជាខ្លាំងហើយចង់ដឹងអំពីវ៉ាងលិនតែគាត់គឺជាអ្នកណាទៅដែលឈរនៅក្បែរបុព្វបុរសរបស់ខ្លួនពួកគេក៏បានជជែកគ្នាអំពីក្របថ្នាំថ្នាក់ទី8ជាពូជឆាននៃការសន្តានាមួយចំនួនគឺខ្ញុំសំសង្ខេបហើយគាត់ក៏បានប្រាប់ការពិតដែរថាក្របថ្នាំថ្នាក់ទី8នោះមិនមែនជារបស់នៃផ្កាយរ៉ាន់ជីរបស់ពួកគេនោះទេតែវ៉ាងលិនក៏តបទៅវិញថាគាត់មិនចង់ស្ដាប់រឿងដទៃនោះទេតាមពិតទៅវ៉ាងលិនដឹងរួចទៅហើយដូច្នេះក៏គាត់លេងនិយាយទៅទៀតនោះដែរការដេញថ្លៃក៏បានចាប់ផ្ដើមក្នុងពេលនោះដោយម្នាក់ស្រីនឹងគឺទទួលខុសត្រូវនៃការដេញថ្លៃមួយនេះដោយផ្ទាល់ពួកគេក៏បានបង្ហាញអំពីក្របថ្នាំថ្នាក់ទី8ដែលផ្ទុកនូវធម៌ពលដ៏ខ្លាំងក្លាអ្នកម្នាក់ចាប់អារម្មណ៍ខ្លាំងមែនទែនតម្លៃរបស់វាគឺគិតជាគុជអមតៈសមុទ្រ 10000 នៅពេលនោះក៏ព្រះចាម្នាក់ក៏បានប្រាប់ទៀតថាគឺព្រះចាសុនហឹងគាត់ថាមិនឲ្យអ្នកណាទិញយករបស់នេះនោះទេព្រោះថាគឺជាបញ្ជានៃបុព្វបុរសហើយក៏មិនអាចឲ្យពួកគេប្រើប្រាស់នៅរបស់នេះដើម្បីខ្លួនឯងនោះដែរតែអ្នកខ្លះក៏ឆ្ងល់បើដូច្នេះមែនតាយកមកដាក់ដេញថ្លៃទៅអីទៅតែពិតរបស់នេះគឺគេត្រៀមរួចជាស្រេចដើម្បីឲ្យវ៉ាងលីនឹងតែម្ដងអ្នកផ្សេងទោះបីជាចង់ហាមមាត់ក៏សមាជិករបស់ខ្លួនហាមឃាត់ដែរព្រោះថានេះគឺជាបញ្ជាអញ្ចឹងទៅម្នាក់នេះក៏ចាប់ផ្ដើមរាំបើសិនជាអត់មានអ្នកទិញទេនាងនឹងរក្សាទុកនៅរបស់នេះជាបណ្ដោះអាសន្ននៅក្នុងសំណាក់ទ្រាំខណៈពេលនោះវ៉ាងលីក៏បានទិញយកក្នុងពេលនោះតាមពិតទៅគឺរងអាចារ្យអាកាសពីវ៉ាងលិននឹងតែវ៉ាងលិនទិញរបស់នោះក្នុងតម្លៃគុជអមតៈសមុទ្រត្រឹមតែ1តែប៉ុណ្ណោះគេលក់ 10000 តែវ៉ាងលិនទិញយកតែមួយលក្ខណៈថាឲ្យថោកជាងគេទាំងឯងទោះបីជាចង់ឬមិនចង់ក៏ត្រូវឲ្យវ៉ាងលិននោះដែរហើយស្អីទៅវិញយើងក៏ឆ្លើយទៅប៉ុណ្ណេះហើយក៏សូមអធិស្ឋានរកកំហុសឆ្គងនៅក្នុងវីដេអូនេះផងអញ្ចឹងខ្ញុំនឹងធ្វើនៅឈុតខ្លីសម្រាប់វីដេអូក្រោយនៅថ្ងៃស្អែក